អ្នកមានមុខនៅក្នុងវីដេអូទី2នេះសុទ្ធតែអ្នកតាន់ហើយចឹងពួកយើងទៅចំណាំមុខគាត់ទុកដើម្បីមានកម្មវិធីលើកក្រោយទៀតកុំភ្លេចហៅពួកគាត់ទៅផងវីដេអូនេះជាវីដេអូទី2នៅក្នុងកម្មវិធីមង្គលការរបស់មិត្តភ័ក្តិខ្ញុំហើយអធិស្ឋានបងប្អូនអរគ្នាដែលអត់បានដាក់សំឡេងនៅពេលលេង challenge ជាមួយមិត្តភ័ក្តិខ្ញុំចឹងបងប្អូនតាមដានមើលថា challenge ខ្ញុំលេងមួយគាត់នេះគឺ challenge បែបម៉េចហើយគោលការណ៍នៅក្នុង challenge នេះគឺខ្ញុំប្រាប់ទៅមិត្តភ័ក្តិខ្ញុំម្នាក់ទៀតដើម្បីយើង surprise កូនកន្លោះកូនកំមុំផងដែរឥឡូវត្រង់ចំណុចដែលខ្ញុំបង្ហាញទៅកូនកន្លោះកូនកំមុំវាមាន$15 $20 និង$30ជាចំណងដៃដែលខ្ញុំត្រូវចងទៅគាត់ដូច្នេះបងប្អូនចាំអ៊ុតមើលថាកូនកន្លោះកូនកំមុំគាត់សហការគ្នាចាប់បានរង្វាន់ធំឬក៏រង្វាន់តូចអញ្ចឹងបងប្អូនអរគ្នាចាំអ៊ុតមើលថាកូនកន្លោះកូនកំមុំចាប់បានរង្វាន់តូចឬក៏រង្វាន់ធំឥឡូវនេះខ្ញុំឲ្យកូនកន្លោះកូនកំមុំគាត់សហការគ្នាចាប់តោះអ៊ុតមើលចឹងត្រង់ចំណុចនេះគឺកូនកន្លោះនិងកូនកំមុំគឺគាត់ចាប់បានត្រឹមតែ$15ទេប៉ុន្តែដូចខ្ញុំថាអញ្ចឹងគោលការណ៍ខ្ញុំគឺគាត់ចាប់បានតិចគឺខ្ញុំត្រូវថែមឲ្យគាត់$20ទៀតទាំងអស់គឺបានដល់ទៅ35ប៉ុន្តែបើគាត់ចាប់បានតែ30គឺគាត់បានតែ30ទេអញ្ចឹងគឺចាប់បានតិចគឺបាន2សន្លឹកបូកចូលគ្នាហើយគោលការណ៍ហ្នឹងគឺខ្ញុំមិនមែនធ្វើម្នាក់ឯងទេគឺខ្ញុំបាននិយាយប្រាប់ទៅមិត្តភ័ក្តិខ្ញុំម្នាក់ទៀតរួចទៅហើយខ្ញុំគឺគាត់សប្បាយចិត្តមែនតើនៅពេលដែលខ្ញុំបានថែមលុយពីលើចំនួន$20ឲ្យទៅគាត់ចឹងគោលការណ៍ challenge ដែលខ្ញុំលេងជាមួយកូនកន្លោះកូនកំមុំមុនហ្នឹងគឺខ្ញុំប្រាប់ទៅមិត្តភ័ក្តិខ្ញុំរោបសនេះដើម្បីឲ្យគាត់ធ្វើជាសាក្សីកុំឲ្យតែយើងដឹងឮតែយើងឬក៏ធ្វើអីសាច់តែចិត្តយើងចឹងយើងទៅប្រាប់គោលការណ៍ទៅម្នាក់ទៀតដើម្បីឲ្យដឹងបានពីអ្នកខ្ញុំមុនយើងចាប់ដើមលេងបាយចិត្តអត់បាយចិត្តអត់មានមកថាអត់មានមកថាបាត់វីដេអូបាយចិត្តអត់Thank you so much ហើយនេះគឺជាម្ចាស់ comment នៅក្នុងវីដេអូមុនអញ្ចឹងមានតែគាត់ទេដែលធ្វើបានអញ្ចឹងរោបគាត់មិនមែនជាប់ធូលីទេគឺជាប់ផុកធូលីបាទអញ្ចឹងចុងរោបរបស់គាត់គឺក៏វាតាមមកខ្វាច់គឺអាចធ្វើឲ្យយើងមានការវង្វេងឬក៏ចេញ7ពេក3ក្បាលអញ្ចឹងបងប្អូនមើលទៅគឺធ្ងន់កដុកដុកតែម្ដងចុងរោបរបស់គាត់ហើយឥឡូវនេះឡើងអង្គុយទៅវិញគឺដល់ម៉ោងយើងត្រឡប់ពិភពកូនណាអញ្ចឹងវីដេអូមុនគឺយើងរាំឆ្ងាយមែនតែមកដល់វីដេអូនេះគឺយើងរួមជាប់នឹងឆាយបាទអញ្ចឹងអ្នកនៅនេះសុទ្ធតែអ្នកតាន់ហើយបងប្អូនមិនងាយដួលប្រដេប្រដាស់ទេហើយបើតាមខ្ញុំលើកគឺពួកគាត់រួមតាន់តែបិទបាសតែម្ដងហើយមានតែសុំអ្នកច្រៀងអ្នករួមថែមម៉ោងទៀតបាទហើយមកដល់ចំណុចនេះខ្ញុំចង់និយាយថាត្រឹមនេះគឺខ្ញុំចាប់ផ្ដើមលាមិត្តភ័ក្តិខ្ញុំម្ដងមួយហើយបាទគឺដល់ម៉ោងខ្ញុំទៅផ្ទះអញ្ចឹងគឺខ្ញុំទៅមុនពួកគាត់បន្តិចដែរខ្ទង់1ម៉ោង2ម៉ោងអីខ្ញុំអត់ដឹងថាគាត់ថែមដល់ម៉ោងណាទេហើយពេលហ្នឹងខ្ញុំក៏មិនណយដែរទៅលាមិត្តភ័ក្តិគឺទៅដល់កន្លែងពួកគាត់រំតែម្ដងហើយនេះគឺខ្ញុំដើរមកដល់តុវិញហើយតុអាចចាស់បងប្អូនមកដល់គឺឃើញមិត្តភ័ក្តិនឹងកូនកំមុំកូនកន្លោះគាត់នៅហ្នឹងអញ្ចឹងយើងក៏ចាប់ដើមលាគាត់ដែរហើយនេះបងប្អូនសកម្មភាពលាអញ្ចឹងពួកគាត់បានខាត់ខ្ញុំអីដែរតែយើងមិនអាចនៅបានទេក្នុងថ្ងៃនោះខ្ញុំក៏សុំទោសទៅដល់មនុស្សជាទីស្រឡាញ់របស់ខ្ញុំហើយនេះគឺជាលុយដែលខ្ញុំត្រូវផេជូនកូនក្រមុំអញ្ចឹងបងប្អូនចំណាំមកអ្នកតាន់ហើយខ្ញុំក៏សោកស្ដាយដែរអត់បានលេង challenge ជាមួយកូនកន្លោះកូនកំមុំនៅពេលដែលមិត្តភ័ក្តិនៅជុំគ្នាហើយនេះខ្ញុំលេងនេះគឺនៅពេលដែលចុងម៉ោងដែលខ្ញុំទៅផ្ទះវិញហើយបាទ